កម្ពុជានឹងបញ្ជូនញាតិរបស់តំណាងអង្គការសង្គមស៊ីវិលទៅសាលាឧទ្ធរភ្នំពេញដើម្បីពិនិត្យសំណើកាត់សិទ្ធិនយោបាយលោកគ្រូរងឈុនតុលាការកម្ពុជានឹងបញ្ជូនញាតិរបស់តំណាងអង្គការសង្គមស៊ីវិលនិងសហគមន៍មូលដ្ឋានចំនួន50ស្ថាប័នទៅសាលាឧទ្ធរភ្នំពេញដើម្បីពិនិត្យពិចារណាតាមច្បាប់ជាធរមានតុលាការកម្ពុជានឹងតាមពិនិត្យមើលការដោះស្រាយសំណុំពរនៃញាតិនេះនៅសាលាឧទ្ធរភ្នំពេញផងដែរតុលាការកម្ពុជាបញ្ជាក់ថាសំណុំរឿងដែលជាកម្មវត្ថុនៃការស្នើសុំក្នុងញាតិស្ថិតក្នុងសមត្ថកិច្ចរបស់សាលាឧទ្ធរភ្នំពេញដូច្នេះតុលាការកម្ពុជានឹងបញ្ជូនញាតិនេះទៅសាលាឧទ្ធរភ្នំពេញដើម្បីពិនិត្យពិចារណាជាសមត្ថកិច្ចតាមច្បាប់ជាធរមានជាមួយគ្នានេះលោករងឈុនត្រូវបានសាលាដំបងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសមួយករណីទៀតតាមសារក្រមព្រហ្មទណ្ឌចុះថ្ងៃទី5ខែឧសភាឆ្នាំ2025ដោយត្រូវបានជាប់ពន្ធនាគារ4ឆ្នាំនិងពិន័យជាប្រាក់ចំនួន4លានរៀលពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមទាក់ទងនឹងការមិនរៀងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទបញ្ឈឹមរួចនិងប្រកាសទោសបន្ថែមលើដោយដកសិទ្ធិបោះឆ្នោតនិងសិទ្ធិចូលឈ្មោះឲ្យគេបោះឆ្នោតផងដែរគួរបញ្ជាក់ថាកាលពីថ្ងៃទី23ខែឧសភាតំណាងអង្គការសង្គមស៊ីវិលនិងសហគមន៍មូលដ្ឋានចំនួន50ស្ថាប័នបានដាក់ញាតិជាផ្លូវការទៅតុលាការកម្ពុជាដោយសង្កឹមថាសាលាឧទ្ធរឬតុលាការកម្ពុជានឹងកាត់សិទ្ធិនយោបាយលោកគ្រូរងឈុនទីប្រឹក្សាគណៈបកកម្លាំងជាតិដែលជាមនុស្សសំខាន់របស់លោកសំរងស៊ីនិងបង្ការនយោបាយជ្រុលនិយមរបស់លោកសំរងស៊ីដើម្បីការពារសន្តិភាពស្ថិរភាពនយោបាយក្នុងប្រទេស។